ជំរាបសួរពុកម៉ែបងប្អូនអរគ្នាតោះព្រឹកនេះយើងបានដើរលំហែកម្សាន្តនៅចំការដែលយើងដាំរុក្ខជាតិជាប្រភេទលក្ខណៈជាប្រៃអាហារហើយយើងដាំចម្រោះយើងមានទាំងរុក្ខជាតិសម្រាប់ទប់លំនឹងខ្យល់ក៏ដូចជារុក្ខជាតិសម្រាប់ហូបផ្លែក៏ដូចជាគ្រឿងសម្រាប់ស្លអីផ្សេងយើងបានដាំលីដូចគ្នានេះមានដូចជាកលក្រៃមានដើមកធុំធេតសម្រាប់យកត្រួយរបស់វាទៅហូបជាមួយនឹងបញ្ចុកហើយយកទៅធ្វើអីផ្សេងទៅមានដាំចេកទៅគឺចម្រោះហ្មងនៅក្នុងដីជំនាញស្រះហើយនៅក្នុងស្រះយើងមានចិញ្ចឹមត្រីចំណែកនៅខាងក្រៅយើងមានដាំដើមឈើដើម្បីជាម្លប់ក៏ដូចជាដើម្បីប្រមូលផលបានខ្លះជារុក្ខជាតិប៉ុន្តែចំពោះការដាំនេះយើងបានបោះបង់ចោលរយៈពេលដូចជា3ខែហើយគឺយើងរសារតែមានបញ្ហាផ្សេងទៅយើងមិនអាចបន្តកិច្ចការនេះបានយើងបានដាំអញ្ចឹងទៅឥឡូវដើមឈើនេះរយៈពេលដូចជានេះដូចជាមួយឆ្នាំហើយបន្ទាប់ពីបន្តហើយដាំនេះជិត1ឆ្នាំតែវាធំលឿនឥឡូវគឺយើងបានទុកចូលវាបានងាប់ខ្លះហើយនៅសល់តែរុក្ខជាតិដែលมันអាចប្រមូលផលបានចឹងវាអាចលូតលាស់ដោយមិនចាំបាច់មានអ្នកថែដោយមិនចាំបាច់ដាក់ជីនេះដូចជារុក្ខជាតិដើមកធុំធេតដើមចន្ទរៃដើមអីផ្សេងហ្នឹងគឺយើងមិនចាំបាច់ថែក៏វាល្អដែរអញ្ចឹងហើយឥឡូវមានទាំងអានេះដើមអំពៅដែរយើងបានដាំមានដើមរុំដើមចេកដើមអំពៅគល់ក្រៃជីអីផ្សេងដាំច្រើនណាពីមុនមានដើមអង្គាដីទៅដាំចម្រុះហ្មងនៅក្នុងចម្ការចេកនេះផងដែរហើយក៏មានស្រះច្រើនចិញ្ចឹមត្រីគ្រប់ស្រះបងប្អូននេះមើលតែនៅស្រះចិញ្ចឹមត្រីនេះរុក្ខជាតិដែលបានដាំរយៈពេល1ឆ្នាំតែឥឡូវបាននេះកធុំធេននេះយើងអាចមានសារៈសំខាន់ច្រើនដែរយើងអាចយកត្រួយរបស់វាទៅយកទៅហូបជាមួយនឹងបញ្ចុកអីដែលគេតែងតែលក់តាមផ្សារមានជាច្រើនហើយចំពោះដើមរបស់វានៅពេលធំយើងអាចកាត់ធ្វើជាអស់ដុតនិងធ្វើជាសម្ភារៈផ្សេងបានហើយដើមកធុំធេតវាងាយស្រួលដាំឆាប់ធំនិងងាយបានប្រមូលផលផងដែរបាទចំពោះវីដេអូនេះមានតែប៉ុណ្ណេះទេបាទជម្រាបលាពុកម៉ែបងប្អូន